អគ្គលេខាធិការដ្ឋានប្រសិទ្ធិរៀបចំពិធីក្រុងពាលីបើកការដ្ឋានសាងសង់គម្រោងប្រព័ន្ធរំដោះទឹកក្នុងបរិវេណប្រសិទ្ធិនៅព្រឹកថ្ងៃច័ន្ទទី27ខែតុលាឆ្នាំ2025អគ្គលេខាធិការដ្ឋានប្រសិទ្ធិនិងសាលារាជធានីភ្នំពេញបានរៀបចំពិធីក្រុងពាលីបើកការដ្ឋានសាងសង់គម្រោងរំដោះទឹកក្នុងបរិវេណប្រសិទ្ធិក្រោមអធិបតីភាពឯកឧត្តមឡាយសម្គាល់អគ្គលេខាធិការប្រសិទ្ធិនិងឯកឧត្តមខួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនៅវិមានប្រសិទ្ធិដោយមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានប្រសិទ្ធិនិងថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញគម្រោងរំដោះទឹកនេះជាជំនួយគាំទ្រពីសាលារាជធានីភ្នំពេញដែលគ្រោងនឹងសាងសង់ដោយប្រើរយៈពេលចំនួន5ខែចាប់ពីថ្ងៃទី27ខែតុលាឆ្នាំ2025ដល់ថ្ងៃទី1ខែកុម្ភៈឆ្នាំ2026ដែលមានបណ្ដោយប្រវែង75ម៉ែត្រ